បន្ទាប់ពីមានការរំលោភបំពានមកលើធិបតេយ្យភាពរបស់ប្រទេសកម្ពុជារបស់យើងមួយរយៈកន្លងមកពីសំណាក់ប្រទេសថៃមានចំណុចមួយខ្ញុំគិតថាសំខាន់ដែរតាក់ទងទៅនឹងព្រះពុទ្ធបដិមាកន្លងមកនៅក្នុងបណ្ដាវត្តអារាមមួយចំនួនក្នុងការតម្កល់ព្រះពុទ្ធបដិមាយើងមិនបានចាប់អារម្មណ៍ទៅលើវប្បធម៌រចនាបថរបស់យើងទេបើទោះបីជាពុទ្ធបដិមាឬក៏រូបនោះរូបតំណាងឲ្យព្រះសម្មាសម្ពុទ្ធនោះមកពីប្រទេសណាក៏ដោយមកពីប្រទេសថៃមកពីប្រទេសភូមាមកពីប្រទេសស្រីលង្កាមកពីប្រទេសឥណ្ឌាមកពីប្រទេសផ្សេងទៀតក៏ដោយក៏យើងនៅតែមានសេចក្តីគោរពជ្រះថ្លាក្នុងសំណាក់រូបពុទ្ធបដិមានោះពិតណាស់ក្នុងនាមយើងជាពុទ្ធសាសនិកគឺយើងត្រូវតែធ្វើដូច្នេះបើទោះបីជារចនាបថរបស់ប្រទេសណាក៏ដោយពីព្រោះរូបនោះគឺជារូបតំណាងព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងក្នុងនាមយើងជាពុទ្ធសាសនិកយើងត្រូវតែគោរពបូជាដោយសេចក្តីជ្រះថ្លាក៏ប៉ុន្តែបើសិនជាយើងគិតទៅលើមរតករបស់ជាតិគិតទៅលើសម្បត្តិរបស់ជាតិរចនាបថនិងវប្បធម៌ខ្មែរយើងនេះគឺពិតជាមានសារៈសំខាន់ណាស់នៅពេលណាដែលយើងកសាងឬក៏តម្កល់ព្រះពុទ្ធបដិមាដែលមានរចនាបថពីប្រទេសកម្ពុជារបស់យើងបានផ្ដល់នូវអត្ថប្រយោជន៍តម្កល់ជាមរតកជាតិសម្រាប់យើងទាំងអស់គ្នាជាពិសេសដល់កូនចៅជំនាន់ក្រោយរបស់យើងនៅក្នុងប្រទេសកម្ពុជាយើងប្រសិនបើយើងតម្កល់ព្រះពុទ្ធបដិមាដែលមានរចនាបថជារបៀបខ្មែរយើងដូច្នេះកូនចៅជំនាន់ក្រោយរបស់យើងនៅពេលដែលគាត់ធំដឹងក្តីគាត់ទៅកាន់វត្តអារាមនីមួយៗគាត់ដឹងថានោះជារចនាបថដូនតារបស់ពួកគាត់ហើយគាត់ដឹងថានោះគឺជាទឹកដីរបស់ពួកគាត់ហើយសម្រាប់នៅក្នុងប្រទេសមួយចំនួនក្រៅពីប្រទេសកម្ពុជាដូចជាប្រទេសអូស្ត្រាលីប្រទេសអាមេរិកប្រទេសកាណាដាប្រសិនបើយើងតម្កល់រូបព្រះពុទ្ធបដិមាដែលមានរចនាបថជាខ្មែរនៅពេលដែលបរទេសគេចូលទៅឬក៏កូនខ្មែរយើងចូលទៅគឺយើងអាចបង្ហាញគេអំពីរចនាបថរបស់យើងបង្ហាញពីវប្បធម៌របស់យើងបង្ហាញអំពីអត្តសញ្ញាណរបស់យើងគឺពិតជាមានសារៈសំខាន់មែនទែននៅក្នុងប្រទេសវិញប្រសិនបើមានការរំលោភបំពានពីប្រទេសណាមួយដោយសារតែយើងបានតម្កល់នៅព្រះពុទ្ធបដិមាដែលមានរចនាបថជាប្រទេសកម្ពុជារបស់យើងដូច្នេះយ៉ាងហោចណាស់ក៏អន្តរជាតិគេបានឃើញថាប្រទេសនោះបានរំលោភបំពានមកលើអធិបតេយ្យភាពរបស់ប្រទេសយើងផងដែរហើយចំណុចមួយទៀតដែលខ្ញុំគិតថាមានសារៈសំខាន់ដែរនៅពេលដែលយើងប្រើប្រាស់ឬក៏តម្កល់ព្រះពុទ្ធបដិមាដែលមានរចនាបថជាខ្មែរវាធ្វើឲ្យរីកចម្រើនដល់សេដ្ឋកិច្ចជាតិជួយដល់សេដ្ឋកិច្ចជាតិហេតុអីបានថាជួយដល់សេដ្ឋកិច្ចជាតិពីព្រោះជាងដែលកសាងនោះជាងខ្មែរអ្នកដែលគូររូបរបស់ព្រះពុទ្ធនោះគឺជាកូនខ្មែរហើយថ្មដែលយកមកប្រើហ្នឹងក៏ជាថ្មរបស់ខ្មែរដូច្នេះធ្វើឲ្យពួកគាត់មានប្រាក់ចំណូលនៅពេលដែលពួកគាត់មានប្រាក់ចំណូលគាត់យកទៅចំណាយលើវិស័យអប់រំឲ្យកូនរៀនគេនេះឲ្យកូនទៅសាលាអញ្ចឹងជួយដល់ធនធានមនុស្សទៅទៀតហើយវិស័យសុខាភិបាលនៅពេលដែលគាត់ឈឺពីព្រោះគាត់មានលុយអញ្ចឹងនៅពេលដែលគាត់ទៅចូលទៅពេទ្យឬក៏នៅពេលដែលគាត់ទិញថ្នាំពួកអាជីវករខ្មែរយើងហ្នឹងក៏គាត់បានប្រាក់ចំណូលលើម្ហូបអាហារគេណាលើទឹកលើភ្លើងអីទាំងអស់ហ្នឹងអញ្ចឹងនៅពេលណាដែលយើងប្រើប្រាស់ផលិតផលរបស់ជាតិមិនត្រឹមតែក្នុងករណីនេះរូបពុទ្ធបដិមានេះមិនមែនគ្រាន់តែតម្កល់ជាមរតករបស់ជាតិទេគឺអាចជួយជំរុញនៅវិស័យសេដ្ឋកិច្ចរបស់យើងនឹងឲ្យដើរផងដែរបាទអរគុណដោយសេចក្តីគោរព